សួស្តីបងប្អូនជំរាបសួរថ្ងៃនេះយើងជួបគ្នាទៀតហើយនឹងហើយវីដេអូថ្ងៃនេះគឺខ្ញុំមកចែករំលែកសម្រាប់ម៉ាក់ដែលគាត់កំពុងតែចាំផ្លាស់ប្ដូរទឹកដោះគោដូចខ្ញុំចឹងហើយគាត់ខ្ញុំមានជាអ្នកផឹកទឹកដោះគោចង់និយាយថាញឹកញាប់តែអ្នកនរគ្នាគឺគាត់ផឹកដូចម្ដងមកកាហើយគាត់ខ្ញុំគាត់រើសចំណីអាហារអត់សូវញ៉ាំបន្លែអញ្ចឹងការលូតលាស់របស់គាត់គឺយឺតជាងអាយុរបស់គាត់ចាស់ស្គមអញ្ចឹងក៏ខ្ញុំបន្ថែមជាមួយនៅប្រភេទទឹកដោះគោគឺកូនខ្ញុំចង់និយាយថាខុសពីក្មេងដតីគាត់ផឹកបើប្រភេទកញ្ចប់ខ្លះផឹកអត់ត្រូវទេគោកំប៉ុងទឹកដោះគោប្រភេទម្សៅឆុងអ្នកនរគ្នានេះគឺគេមានសម្រាប់ចាប់ពីក្មេងអាយុចាប់ពី2ឆ្នាំដល់15ឆ្នាំនេះអ្នកនរគ្នាហើយជាផលិតផលរបស់ប្រទេសកូរ៉េអានេះគឺកូនខ្ញុំគាត់ផឹកត្រូវចានិយាយទៅកូនខ្ញុំទាំងអស់គឺផឹកទាំងអស់ទឹកដោះគោនេះគឺជួយបានច្រើនណាម៉ាក់ចាមានវីតាមីនច្រើននៅក្នុងហ្នឹងហើយគេមានអក្សរខ្មែរសារខ្ញុំមើលអក្សរច្បាស់តែអ្នកនរគ្នាតទៅពេលយើងថតហើយយើងស៊ូមមើលបានច្បាស់ណាចឹងខ្ញុំមើលតែណាដែលខ្ញុំមើលច្បាស់តែអ្នកនរគ្នាខ្ញុំអានឲ្យអ្នកនរគ្នាមើលអាណាដែលខ្ញុំមើលច្បាស់នេះទឹកដោះគោនេះគឺជួយបង្កើនអាហារូបត្ថម្ភល្អសម្រាប់ខួរក្បាលនិងប្រព័ន្ធភាពស៊ាំចាបុកក្មេងនៅក្នុងនោះដែរគឺគេដាក់មាន5ចំណុចចាជួយឲ្យការលូតលាស់របស់ក្មេងទី1គឺទាក់ទងនឹងខួរក្បាលទី2គឺប្រព័ន្ធភាពស៊ាំទី3គឺការលូតលាស់ទី4ការរំលាយអាហារទី5នោះគឺសុវត្ថិភាពអ្នកគ្នាខ្ញុំសង្កេតឃើញកូនប៉បរបស់ខ្ញុំមែនអ្នកគ្នាគាត់ញ៉ាំអានេះពេលថ្ងៃខ្លះគាត់ញ៉ាំខ្ញុំនិយាយថាគាត់ញ៉ាំមួយថ្ងៃអាច2ដងអញ្ចឹងគឺគាត់ចាគាត់បន្តបងរបស់គាត់គឺប៉ះណាមួយថ្ងៃ2ដងដែរអ្នកគ្នាក៏មុនណា2-3ថ្ងៃក៏មុនចា2-3ថ្ងៃគាត់ដែរញ៉ាំបន្លែហើយសាច់ដង្ក្រៀមចាំមើលពេលមកខ្ញុំឲ្យគាត់ចូលវីដេអូដល់ពេលថ្ងៃខ្ញុំចង់អានេះឲ្យម៉ាក់មើលណាចាអញ្ចឹងទឹកដោះគោនេះគឺល្អហើយចង់និយាយថាអ្នកដែលមានកូនដូចខ្ញុំកូន3នាក់អញ្ចឹងគាត់មានអាយុ6ឆ្នាំ10ឆ្នាំ8ឆ្នាំអញ្ចឹងចាយើងទិញតែកំប៉ុងនេះមកគឺចំណេញចង់និយាយថាផឹកពី2ឆ្នាំដល់15ឆ្នាំដើម្បីឲ្យកូនយើងមានចាជាទឹកដោះគោខ្លះអញ្ចឹងពោចអីគាត់ឲ្យមានវីតាមីនច្រើនណាចាហើយតម្លៃគឺដូចជា$10ជាងចំណុះ800ក្រាមចាចំណុះ800ក្រាមមួយម៉ាក់ណាហើយជាផលិតផលរបស់កូរ៉េនេះគេមានចាថ្ងៃស្ប៉ាយអីនៅក្នុងបាតចឹងអានេះគឺខ្ញុំទិញហ្នឹងគឺខ្ញុំទិញនៅកន្លែងចាលក់ថ្នាំពេទ្យកន្លែងប៉ាម៉ាស៊ីចាប៉ាម៉ាស៊ីដែលគេមានលក់ប្រភេទទឹកដោះគោអញ្ចឹងខ្ញុំទៅសួរនាំដោយសារតែខ្ញុំចង់បដូរចាជាមួយទឹកដោះគោកញ្ចប់ក៏ពិតខ្ញុំចង់រកអាកញ្ចប់ដែរដោយសារដើម្បីងាយស្រួលកូនយកទៅញ៉ាំនៅសាលារៀនតែអត់មានអ្នកនរគ្នាអាកញ្ចប់គឺមានតែមួយប្រភេទដែលកូនខ្ញុំផឹកត្រង់ហ្នឹងគឺបបប្រទេសផ្សេងចាយើងដឹងហើយបបប្រទេសនោះគឺខ្ញុំឈប់ផឹកឈប់ប្រើអញ្ចឹងបដូរអត់មានទេអញ្ចឹងក៏យើងជ្រើសយកប្រភេទពិសោធន៍នេះហើយឲ្យគាត់ញ៉ាំបានតែញ៉ាំនៅផ្ទះពេលញ៉ាំពេលល្ងាចមុនញ៉ាំបាយហើយអញ្ចឹងមុនចូលគេខ្ញុំឲ្យគាត់ញ៉ាំមួយកែវចានេះចាអញ្ចឹងសម្រាប់ម៉ាក់ដែលចាចង់ឲ្យកូននេះដល់គោអាចនេះបានណាកូនខ្ញុំញ៉ាំទៅអត់ឈឺពោះអត់រីអត់ព្រោះនេះទៅដល់គោនេះគឺល្អអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងឯងម៉ាក់ចាំសិនជាម៉ាក់ចង់បានចាំខ្ញុំscreen shot ថតហើយទៅរកទិញកន្លែងប្រភេទចាទិញកន្លែងគេលក់ទឹកដោះគោកូនក្មេងក៏បានកន្លែងលក់ថ្នាំពេទ្យដែលគេមានលក់ទឹកដោះគោដែរម៉ាក់សួរសម្រាប់ខ្ញុំគឺខ្ញុំទិញកន្លែងប៉ាម៉ាស៊ីម្ដងផ្សារក្រមចាអ្នកនរសៀមរាបគឺដឹងហើយកន្លែងផ្សារក្រមយើងហើយទៅមុខផ្សារក្រមហើយយើងបាត់ស្ដាំហ្មងច្រើនម៉ាក់បាយបាយអរគុណ